បានជម្រាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត Min ហើយនិង Map នៅក្នុង Microsoft Excel អញ្ចឹងរូបមន្ត Min គឺយើងប្រើប្រាស់ឡើងដើម្បី select ឬក៏ជ្រើសយកទិន្នន័យណាដែលវាមានចំនួនតូចជាងគេនៅក្នុងតារាងទិន្នន័យរបស់យើងឬក៏នៅក្នុងទិន្នន័យដែលយើងចង់ជ្រើសចេញមកដោយឡែក Mark គឺយើងនឹងធ្វើការជ្រើសឬក៏ select យកទិន្នន័យដែលធំជាងគេឬក៏វាបង្ហាញប្រាប់យើងថាទិន្នន័យដែលធំជាងគេនៅក្នុងទិន្នន័យដែលយើងបាន select ឬក៏យើងបានជ្រើសរើសអញ្ចឹងដោយបងប្អូនឃើញទៅទៅនឹងតារាងលទ្ធផលប្រឡងរបស់សិស្សអញ្ចឹងខ្ញុំនឹងប្រើរូបមន្ត min ដើម្បីរកទិន្នន័យរបស់សិស្សដែលបានប្រឡងបានបន្ទុកតិចជាងគេបំផុតតើមានចំនួនបន្ទុកប្រមាណហើយនឹងប្រើរូបមន្ត mark ដើម្បីរកចំនួនដែលសិស្សទទួលបានបន្ទុកច្រើនជាងគេបងតើនឹងទទួលបានបន្ទុកប្រមាណអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវនេះយើងអាចអនុវត្តបានគឺយើងជាដំបូងបងប្អូនវាសរសេរអក្សរសំទោសសញ្ញាស្មើបងប្អូនសរសេររូបមន្ត min បន្ទាប់ទៀតបងប្អូន select ទៅលើជួរណាមួយដែលបងប្អូនចង់ជ្រើសរើសហើយខ្ញុំ select ទៅនេះហើយ enter ជាការស្រេចអញ្ចឹងមានថានៅក្នុងមុខវិជ្ជាខ្មែរសិស្សដែលគាត់ប្រឡងបានបន្ទុកតិចជាងគេបំផុតហ្នឹងគឺ45បន្ទុកអញ្ចឹងយើងធ្វើការអូសកុំឲ្យខាតពេលយូរបាទអញ្ចឹងសម្រាប់មុខវិជ្ជា Math សិស្សប្រឡងបាន34បន្ទុកនិង Biology បាន27បន្ទុកនិងPhysics បាន25បន្ទុកដែលតូចបំផុតបាទអញ្ចឹងយើងបន្តទៅទៀតយើងទៅរកទិន្នន័យដែលធំជាងគេបងប្អូនអញ្ចឹងបងប្អូនចុចសញ្ញាស្មើចុច Map បើកមុខកញ្ចក់បងប្អូន select ហើយ enter អូសមកបាទអញ្ចឹងនៅក្នុងមុខវិជ្ជាខ្មែរសិស្សដែលទទួលបានបន្ទុកខ្ពស់បំផុតនោះគឺ90បន្ទុកនិងសិស្សដែលទទួលបានគណិតនោះខ្ពស់បំផុតគឺ76បន្ទុកBiology 50បន្ទុកនិង Physics នោះគឺ50បន្ទុកអញ្ចឹងនេះជាការប្រើរូបមន្ត min math ដើម្បីជ្រើសរើសទៅលើទិន្នន័យដែលតូចបំផុតនិងទិន្នន័យដែលធំបំផុតអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះនិងសូមកុំភ្លេចចែករំលែកទៅកាន់មិត្តភ័ក្តិបងប្អូនដើម្បីឲ្យពួកគាត់បានរៀននិងបានចេះអំពីការប្រើប្រាស់រូបមន្ត min និង math អរគុណច្រើនបាទ